ក្រោមពន្លឺព្រះច័ន្ទពេញបូរមីដែលរះផុតពីកំបាំងនៃដុំពពកបុរសទាំងពីរនាក់បានឈានជើងចុះពីលើផ្ទះទាំងសភាពខាងក្រៅស្ងាត់ជ្រងំបងមានដើរនៅខាងមុខដៃកាន់កាំបិតអាគមនៅលើដីសើមខាងក្រោមផ្ទះពួកគេឃើញស្នាមឈាមខ្មៅនិងបំណែកសាច់ពោះវៀនដែលជាប់នឹងបន្លាឫស្សីគួរឲ្យខ្ពើមរអើមស្នាមឈាមនោះបានស្រក់តក់ជាផ្លូវនាំដំរងទៅរកដើមអំពិលធំនៅខាងក្រោយផ្ទះនិងបន្តចូលទៅក្នុងព្រៃខាងក្រោយនោះទៀតខ្យល់ត្រជាក់បានបក់មកប៉ះស្បែករបស់ពួកគេធ្វើឲ្យរុំដៃចាប់ឬសម្បូរយ៉ាងខ្លាំងជាពិសេសគឺបងសៅប៉ុន្តែការតាំងចិត្តដ៏មុតមមរបស់គាត់បានជំនះនៅភាពភ័យខ្លាចទាំងអស់ដើរផុតពីភូមិបានបន្តិចព្រៃខាងក្រោយភូមិក៏ចាប់ផ្ដើមក្រាស់ទៅដើមឈើធំដុះស៊ុបទ្រប់បាំងពន្លឺព្រះច័ន្ទដែលខំចាំងចុះមកធ្វើឲ្យផ្លូវដើរកាន់តែពិបាកមើលសំឡេងសត្វរាត្រីចរដែលធ្លាប់តែស្ងាត់ឈឹងកាលពីក្បាលល្ងាចពេលនេះបែរជាយំឆ្លងឆ្លើយគ្នាកងរំពងហាក់ដូចជាកំពុងផ្ដោតដំណឹងដល់គ្នាថាមានអ្នកដំណើរចូលមកក្នុងទឹកដីរបស់ពួកវាបងសៅកាន់ភ្លើងចន្លុះដើម្បីបំភ្លឺផ្លូវនិងទុកការពារខ្លួនពីសត្វអាក្រក់ផងដែរដែលពន្លឺចេះតែរេម្ដងឆ្វេងម្ដងស្ដាំភ្នែករបស់គាត់សម្លឹងតាមដំណក់ឈាមដែលនៅជាប់នឹងស្មៅនិងមែកឈើតូចបងមានដៃកំពុងដើរយ៉ាងប្រុងប្រយ័ត្នស្រាប់តែលើកដៃខាត់បងសៅឲ្យឈប់ភ្លាមបងមានខ្សឹបប្រាប់ថាបងឈប់សិនបងមានលឺអ្វីទេបងសៅខំផ្ទៀងត្រចៀកស្ដាប់យ៉ាងយកចិត្តទុកដាក់នៅកណ្ដាលភាពស្ងាត់ជ្រងំកណ្ដាលព្រៃស្រាប់តែមានសំឡេងយំរបស់ទារកលាន់មកតិចលាយឡំជាមួយនឹងសំឡេងខ្យល់សំឡេងនោះស្ដាប់ទៅគួរឲ្យអាណិតនិងហាក់ដូចជាកំពុងត្រូវការនរណាទៅជួយចិត្តរបស់បងសៅដែលត្រៀមនឹងក្លាយជាឪពុករបស់គេផងនោះស្រាប់តែទន់ចិត្តភ្លេចខ្លួនមួយរំពេចគាត់គិតថាប្រហែលជាមានអ្នកភូមិណាម្នាក់ពរកូនរត់គេចពីអាបមកពួននៅទីនេះមិនខានឡើយបងសៅនិយាយទាំងភ័យផងអាណិតផងថាមាននោះជាសំឡេងកូនក្មេងប្រហែលជាមានគេត្រូវការជំនួយហើយតោះយើងទៅមើលបងសៅរៀបនឹងបោះជំហានទៅរកប្រភពសំឡេងនោះទៅហើយតែត្រូវបានបងមានចាប់ស្មាជាប់បងមានសម្លឹងមុខបងសៅហើយគ្រវីក្បាលព្រមទាំងនិយាយថាកុំទៅបងវាមិនមែនជាមនុស្សទេនោះគឺជាសំឡេងបញ្ឆោតរបស់វាទេអាបវាមានល្បិចច្រើនណាស់វាដឹងថាបងកំពុងបារម្ភពីកូនក្នុងផ្ទៃរបស់ប្រពន្ធបងវាប្រើសំឡេងនេះដើម្បីទាញបងឲ្យចូលទៅក្នុងអន្ទាក់របស់វាបើបងដើរទៅតាមសំឡេងនោះបងនឹងវង្វេងក្នុងព្រៃនេះមិនខានឡើយហើយយើងពិតនឹងមិនអាចរកផ្លូវឃើញនិងមិនអាចរកទីតាំងរបស់វាបានឡើយសូម្បីតែផ្លូវទៅផ្ទះវិញក៏យើងមិនអាចរកឃើញដែរស្ដាប់ឮដូច្នេះបងសៅក៏ស្រាប់តែភ្ញាក់ព្រឺតនិងព្រឺក្បាលខ្ញាក់គាត់កាន់កំបិតផ្គាក់ក្នុងដៃយ៉ាងណែនរួចងក់ក្បាលយល់ព្រមតាមពាក្យដែលបងមានបានប្រាប់ពួកគេបន្តដំណើរទៅមុខទៀតតាមស្នាមឈាមដែលកាន់តែដិតទៅផ្លូវដើរកាន់តែតូចចង្អៀតពោពេញដោយវល្លិរយីងរយោងព្រមទាំងមានបន្លាទាញទាក់ផងដែរក្លិនស្អុយរលួយដែលពួកគាត់បានធំកាលពីនៅផ្ទះពេលនេះគឺកាន់តែមានក្លិនខ្លាំងឡើងរហូតដល់ថ្នាក់បងសៅត្រូវយកក្រមាខ្ទប់ច្រមុះផងដើរបានប្រហែលជាកន្លះម៉ោងពួកគាត់ក៏បានមកដល់វាលតូចមួយនៅកណ្ដាលព្រៃដែលមានដើមឈើធំដុះព័ទ្ធជុំវិញនៅចំកណ្ដាលវាលនោះមានខ្ទមឈើចាស់ទ្រុឌទ្រោមមួយដែលមើលទៅហាក់ដូចជាត្រូវបានគេបោះបង់ចោលរាប់សិបឆ្នាំមកហើយដំបូលខ្ទមធ្លុះធ្លាយជញ្ជាំងក្តារបាក់បែកហើយមានដើមចេកព្រៃដុះរុំព័ទ្ធជុំវិញយ៉ាងក្រាស់អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅជុំវិញខ្ទមនោះ
ស្មៅនឹងដើមឈើតូចៗសុទ្ធតែងាប់ស្វិតក្រៀមហាក់ដូចជាត្រូវអំណាចកម្ដៅឬសារធាតុពុលអ្វីម្យ៉ាងមកបំផ្លាញបងមានចង្អុលទៅកាន់ខ្ទមនោះរួចខ្សឹបទៅបងសៅថាយើងមកដល់ហើយបងនេះគឺជាសម្បុករបស់វាច្បាស់ជាកំពុងសំងំនៅខាងក្នុងនោះយ៉ាងប្រកបពួកគេទាំងពីរដើរចូលទៅជិតខ្ទមនោះដោយបោះជំហានថ្នមបំផុតខ្លាចក្រែងអាបនោះវាដឹងខ្លួនមុនបងសៅមានអារម្មណ៍ថាបេះដូងរបស់គាត់ចាប់លូតញាប់ខុសធម្មតាត្បិតអាបដែលគាត់តែងតែខ្លាចនឹងបារម្ភនឹងជួបនៅពេលណាមួយបែរជាគាត់ត្រូវមករកគេដល់សម្បុករបស់វាយ៉ាងដូចនេះពេលទៅដល់ក្បែរជញ្ជាំងខ្ទមពួកគេក៏បានឮសំឡេងធ្ងោយ៉ាងឈឺចាប់ចេញពីខាងក្នុងមកលាយឡំនឹងសំឡេងដូចជាមនុស្សកំពុងក្អួតចង្អោរបងមានធ្វើសញ្ញាឲ្យបងសៅនៅចាំខាងក្រៅឯគាត់នឹងចូលទៅខាងក្នុងមើលសភាពការបងមានលបចូលតាមទ្វារដែលបាក់បែកនោះយ៉ាងលឿននៅក្រោមពន្លឺព្រះច័ន្ទដែលចាំងចូលតាមចន្លោះដំបូលធ្លុះបងមានបានឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់មួយនៅលើគ្រែចាស់មួយដែលពោពេញដោយធូលីនិងសម្បុកពីងពីងទុំតោងមានរាងកាយស្ត្រីចំណាស់ម្នាក់កំពុងដេកស្ដោស្ដឹងរាងកាយនោះពិតស្គមស្គាំងសាច់ស្លេកស្លាំងគ្មានឈាមដូចជាសាកសពដែលគេទុកចោលយូរខែថ្ងៃប៉ុន្តែនៅបរិវេណក្បាលដំណេកមានក្បាលមនុស្សដែលមានសក់កន្ទ្រើងកំពុងតែព្យាយាមចូលទៅក្នុងខ្លួនរបស់វាវិញវាគឺជាអាបកាច់សាហាវនោះឯងសភាពរបស់វានៅពេលនេះមើលទៅគួរឲ្យសង្វេគនិងគួរឲ្យខ្លាចជាទីបំផុតពុះវៀនរបស់វារយៈដាច់ជាកង់ដោយសារបន្លាហើយមុខរបស់វាហើមប៉ោងដោយសារតែអំណាចទឹកមុនរបស់គាត់វាហាក់ដូចជាគ្មានកម្លាំងនិងកំពុងតែត្រដោកខ្យល់យ៉ាងខ្លាំងវាព្យាយាមចូលខ្លួនវិញយ៉ាងលំបាកដើម្បីព្យាបាលរបួសប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេកវាហាក់ដូចជាចូលខ្លួនមិនបានឡើយគ្រាន់តែឃើញវត្តមានរបស់បងមានភ្លាមអាបនោះក៏បើកភ្នែកក្រឡោតក្រហមឆ្អិនឆ្អៅសម្លឹងមកគាត់វាបញ្ចេញសំឡេងគ្រហឹមដោយសត្វដេរិឆានហើយព្យាយាមហោះស្ទុះមករកគាត់ទាំងត្រដាបត្រដួសអាបនោះស្រែកទាំងសំឡេងស្អកថាពួកឯងតាមមកដល់ទីនេះផងណាអញនឹងស៊ីពួកឯងអញនឹងយកឈាមពួកឯងមកលាងរបួសរបស់អញបងមានមិនបានតក់ស្លុតនឹងពាក្យបន្លាចរបស់វាឡើយគាត់លើកកាំបិតអាគមឡើងតម្រង់ទៅរកវាព្រមទាំងយកដៃម្ខាងទៀតលូកក្នុងថង់យាមចាប់យកអង្ករដែលបានបញ្ចុះអាគមមួយក្តាប់រួចក៏បាចទៅលើវាភ្លាមបងមានបានស្រែកខ្លាំងថាឯងគួរតែឈប់ត្រឹមនេះទៅនាងបេសាចង្រៃកម្មពៀរបស់ឯងទាំងប៉ុន្មានឯងត្រូវតែទទួលយកដោយមិនអាចគេចវេះបានឡើយឯងបានសាងបាបកម្មច្រើនណាស់លើអ្នកភូមិថ្ងៃនេះឯងត្រូវតែទទួលកម្មរបស់ឯងវិញហើយក្របអង្គរអាគមបានហោះទៅប៉ះក្បាលនិងពូវៀនរបស់អាបធ្វើឲ្យមានផ្សែងហុយឡើងទ្រលោមនិងមានសំឡេងឆេវដូចខ្លាញ់ប៉ះនឹងភ្លើងអាបនោះស្រែកយំយ៉ាងឈឺចាប់ហើយធ្លាក់មកដេកននៀលនៅលើដីវាព្យាយាមវាទៅរកគ្រែដែលរាងកាយរបស់វាកំពុងតែដេកប៉ុន្តែបងមានបានស្ទុះទៅឈរបាំងពីមុខវាឃើញស្ថានភាពដូចនេះបងសៅដែលនៅខាងក្រៅទ្រាំមិនបានក៏ស្ទុះរត់ចូលមកខាងក្នុងដែរគាត់ឃើញអាបកំពុងតែននៀលគាត់ក៏លើកចន្លោះភ្លើងឡើងត្រៀមនឹងដុតវាអាបនោះពេលឃើញបងសៅក៏បដូរទឹកមុខពីកាចសាហាវមកជាទឹកមុខអង្វរកវិញវាប្រែសំឡេងជាសំឡេងស្ត្រីចំណាស់គួរឲ្យអាណិតហើយនិយាយថាក្មួយសៅកុំអីក្មួយកុំសម្លាប់អ៊ំអី
គឺយាយផាន់នៅភូមិខាងកើតនោះអីអ៊ំខុសហើយចាញ់បោកគេរៀនវិជ្ជាខុសទើបខ្លាចជាបែបនេះមិនចង់ធ្វើបាបប្រពន្ធក្មួយទេសន្យាថានឹងឈប់ហើយដោះលែងទៅក្មួយរំពេចនោះបងសៅស្រាប់តែស្ទាក់ស្ទើរបន្តិចគាត់ធ្លាប់ឮឈ្មោះយាយផាន់ដែលជាអ្នកភូមិស្លូតត្រង់ម្នាក់ដែលបាត់ខ្លួនយូរមកហើយចិត្តរបស់គាត់ចាប់ផ្ដើមរារែកមិនដឹងថាគួរធ្វើបែបណានោះឡើយឃើញបងសៅស្ទាក់ស្ទើរបងមានក៏ស្រែកដាស់តឿនភ្លាមថាបងសៅកុំជឿវាយាយផាន់បានស្លាប់តាំងតែពីយូរមកហើយរាងកាយនេះគ្រាន់តែជាសាកសពដែលវិញ្ញាណបិសាចនេះយកមកបន្លំជាកន្លែងជ្រកកោនប៉ុណ្ណោះបើបងដោះលែងវាជាសត្វសាហាវវាគ្មានការដឹងគុណឬពាក្យសច្ចៈអ្វីនោះទេវានឹងត្រឡប់ទៅសម្លាប់ប្រពន្ធនិងកូនរបស់បងជាមិនខានដុតវាទៅដុតរាងកាយនោះចោលទៅបងគ្រាន់តែឮឈ្មោះរំចង់នឹងកូនបងសៅក៏នឹកឃើញដល់ភាពឈឺចាប់ដែលប្រពន្ធគាត់បានទទួលកាលពីប៉ុន្មានម៉ោងមុនកំហឹងក៏ឆាបឆេះឡើងវិញគាត់លែងខ្វល់ពីសំឡេងអង្វររបស់អាបទៀតហើយបងសៅយកភ្លើងចន្លុះដែលកំពុងឆេះសន្ធោសន្ធៅគប់ទៅលើរាងកាយដែលដេកនៅលើគ្រែនោះភ្លាមដោយសារតែគ្រែនិងមុងចាស់សុទ្ធតែជាវត្ថុងាយឆេះភ្លើងក៏បានឆាបឆេះរាងកាយនោះយ៉ាងសន្ធោសន្ធៅមួយរំពេចអាបដែលនៅដេកលើដីគ្រាន់តែឃើញរាងកាយរបស់ខ្លួនត្រូវភ្លើងឆេះវាក៏ស្រែកមួយទំហឹងហាក់ដូចជាវាខ្លួនឯងកំពុងត្រូវភ្លើងឆេះយ៉ាងដូច្នោះដែរវាព្យាយាមហោះចូលទៅក្នុងភ្លើងដើម្បីជួយសង្គ្រោះរាងកាយនោះតែត្រូវបានបងមានយកកំបិតអាគមកាប់កាត់ពោះវៀនដែលនៅសេសសល់របស់វាដាច់ជាពីរកំណាត់អាបស្រែកជាលើកចុងក្រោយថាអាក្រក់ណាស់ពួកឯងអាក្រក់ណាស់អាមានយើងនឹងដាក់បណ្ដាសាឯងឲ្យឯងមិនអាចបង្កើតកូនជារៀងរហូតភ្លាមនោះក្បាលរបស់វាក៏ធ្លាក់មកដីរមេលទៅក្បែរនឹងជើងគ្រែភ្លើងដែលឆេះរាងកាយបានរាលដាលយ៉ាងលឿនមកដល់កន្លែងដែលក្បាលនោះនៅហើយឆាបឆេះទាំងក្បាលទាំងពោះវៀនដែលដាច់នោះផងដែរបងមាននិងបងសៅបានថយក្រោយចេញពីខ្ទមនោះយ៉ាងលឿនខណៈដែលភ្លើងកំពុងលេបត្របាក់ខ្ទមទាំងមូលឲ្យខ្ទេចខ្លាចជាផេះពួកគាត់ឈរនៅខាងក្រៅសម្លឹងមើលអណ្ដាតភ្លើងពណ៌ក្រហមច្រាលដែលកំពុងឆេះកំចាត់នៅភាពចង្រៃអុតត្បាតសំឡេងស្រែកធ្ងរនិងភាពត្រជាក់នៃព្រៃក៏ត្រូវបានជំនួសដោយកម្ដៅភ្លើងនិងភាពស្ងប់ស្ងាត់វិញម្ដងបងមានទម្លាក់ដៃចុះដកដង្ហើមធំដោយភាពធូរស្រាលគាត់ងាកមកមើលបងសៅហើយញញឹមបន្តិចបងមាននិយាយថាចប់សពគ្រប់ហើយបងវាវិនិច្ឆ័យផុតហើយពីថ្ងៃនេះទៅអ្នកភូមិយើងនឹងលែងមានអ្វីមកយាយីទៀតហើយបងសៅលើកដៃជូតញើសដែលហូរពេញមុខហើយនិយាយទាំងសំឡេងញ័រញ័រថាអរគុណណាស់ប្អូនមានបើគ្មានប្អូនទេមិនដឹងថាគ្រួសារបងនិងអ្នកភូមិយើងទៅជាយ៉ាងណាទេប្អូនគឺជាអ្នកមានគុណរបស់ពួកយើងយ៉ាងប្រកបមិនអាចនឹងបំភ្លេចបានឡើយពួកគាត់ទាំងពីរឈរមើលភ្លើងយ៉ាងយូររហូតទាល់តែប្រកាសថាអ្វីត្រូវបានដុតបំផ្លាញអស់ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញត្បិតអ្នកផ្ទះប្រកាសជានៅចាំផ្លូវមិនហ៊ានដេកឡើយខណៈម៉ោងបានឈានចូលដល់ថ្ងៃថ្មីទៅហើយដែរព្រឹកប្រហៀមថ្ងៃថ្មីបានចាប់ផ្ដើមចោលរស្មីមកលើភូមិឋានដែលធ្លាប់តែគ្របដណ្ដប់ដោយភាពភ័យខ្លាចសំឡេងបាក់សាបាក់សីដែលធ្លាប់តែស្ងប់ស្ងាត់កាលពីយប់មិញពេលនេះបានចាប់ផ្ដើមស្រែកច្រៀងកងរំពងពេញព្រៃដំណក់ទឹកសន្សើមដែលតោងនៅលើស្រូវបានចាំងផ្លេកដូចជាគ្រាប់ពេជ្រ
ហាក់ដូចជាកំពុងលៀងជំរះនៅភាពសៅហ្មងនិងឧបទ្រពចង្រៃទាំងឡាយដែលបានកើតឡើងមកលើអ្នកភូមិកាលពីពេលកន្លងមកបងមាននឹងបងសៅបានដើរត្រឡប់មកដល់មុខផ្ទះវិញដោយទឹកមុខហត់នឿយនិងងងុយងោកយ៉ាងខ្លាំងត្បិតយប់មិញពិតមិនបានសម្រាកបន្តិចណាឡើយចុះឲ្យនរណាដេកលក់ទៅបើគ្រួសារកំពុងមានបញ្ហាយ៉ាងដូចនេះនោះសម្លៀកបំពាក់របស់ពួកគាត់បានប្រឡាក់ដោយធ្យូងនិងស្នាមរយះដោយសារបន្លាព្រៃនៅឯរានហាលខាងមុខផ្ទះអ៊ំច័ន្ទអ៊ំសំនិងស៊ីណាតបានអង្គុយរងចាំពួកគាត់ទាំងចិត្តមិនស្ងប់និងមិនបានសម្រាកពេញភ្នែកឡើយតាំងពីពួកគាត់ចុះចេញតាមរកអាបកាលពីយប់មិញមកម្លេះស៊ីណាតគ្រាន់តែក្រឡេកឃើញបងប្រុសរបស់ខ្លួនដើរមកដល់ភ្លាមនាងស្រាប់តែស្ទុះក្រោកឈរឡើងភ្លាមនិងបានស្រែកទាំងរំភើបថាពុកម៉ែបងសៅនិងបងមានមកវិញហើយពួកគាត់មកវិញហើយអ្នកទាំងអស់គ្នាក៏បានចុះពីលើផ្ទះយ៉ាងតក់ក្រហល់ទៅទទួលអ្នកទាំងពីរទឹកមុខរបស់ពួកគាត់ពោពេញដោយក្តីត្រេកអររកអ្វីប្រៀបផ្ទឹមពុំបានត្បិតគ្រប់គ្នាគិតថាអ្នកទាំងពីរពិតខ្លាចជាចំណីអាបបាត់ទៅហើយកាលពីយប់មិញអ៊ំច័ន្ទសួរដោយសំឡេងញ័រថាយ៉ាងម៉េចហើយក្មួយតើវាយ៉ាងណាហើយបងសៅក៏ងក់ក្បាលព្រមទាំងបានឆ្លើយប្រាប់ពុកជំនួសបងមានថាបាទពុកវានេះហើយអាបនោះត្រូវបានបងមានកំចាត់បានសម្រេចហើយបងមានពិតជាបានជួយសង្គ្រោះពួកយើងទាំងអស់គ្នាយ៉ាងប្រកបខ្ញុំមិននឹកស្មានថាកំឡោះវ័យក្មេងម្នាក់ពិតមានវិជ្ជាអាគមខ្លាំងពូកែយ៉ាងនេះសោះនរណាមិនដឹងថាអាបមួយក្បាលនេះកាចសាហាវយ៉ាងណានោះតែពេលនេះបែរមកចប់ក្រោមដៃបងមានយ៉ាងដូចនេះសោះបងមានគ្រាន់តែញញឹមបន្តិចរួចក៏បានសួរទៅអ៊ំប្រុសអ៊ំស្រីថាចុះបងរំចង់យ៉ាងម៉េចហើយអ៊ំតើគាត់បានធូរស្បើយខ្លះហើយឬនៅអ៊ំសំឆ្លើយតបទាំងទឹកភ្នែករលីងរលោងថាអរគុណក្មួយណាស់គេបានធូរហើយគេប្រាប់ថាលែងមានអារម្មណ៍ក្តៅឬឈឺចាប់ត្រង់ពោះវៀនទៀតហើយតែនៅអស់កម្លាំងបន្តិចឥឡូវអ៊ំឲ្យគេសម្រាកនៅខាងលើមិនឲ្យគិតច្រើនឡើយព្រោះខ្លាចប៉ះពាល់កូនក្នុងផ្ទៃបងសៅនៅពេលដែលបានឮថាប្រពន្ធកំពុងសម្រាកនៅខាងលើក៏ពិតមានអារម្មណ៍ថាធូរស្បើយក្នុងចិត្តយ៉ាងខ្លាំងហើយក៏បានស្ទុះឡើងទៅខាងលើទៅមើលប្រពន្ធភ្លាមបងមានងក់ក្បាលដោយការពេញចិត្តគាត់មិនបានចូលទៅសម្រាកភ្លាមទេប៉ុន្តែគាត់បានដើរទៅកាន់ដើមអំពិលនៅខាងក្រោយផ្ទះម្ដងទៀតគាត់ពិនិត្យមើលគល់អំពិលដែលធ្លាប់តែមានក្លិនស្អុយនិងរុយរួមពេលនេះក្លិនស្អុយនោះបានបាត់អស់រលីងដីនៅត្រង់នោះហាក់ប្រែមកសភាពធម្មតាវិញហើយបងមានងាកមកប្រាប់អ៊ំច័ន្ទថាលោកអ៊ំឥឡូវនេះសូមអ៊ំនិងបងសៅជួយរុះរើបន្លាទាំងអស់ចេញចុះហើយសូមអ៊ំយកបន្លាដែលប្រឡាក់ឈាមអាបទាំងនោះទៅដុតចោលឲ្យក្លាយជាផេះហើយយកទៅបាចចោលក្នុងទឹកទន្លេឬស្ទឹងដែលហូរដើម្បីកុំឲ្យវិញ្ញាណអាក្រក់ណាមួយអាចតោងជាប់បានបន្ទាប់ពីបានទទួលការណែនាំអ្នកផ្ទះទាំងអស់ក៏បាននាំគ្នាយ៉ាងញាប់ដៃញាប់ជើងឬបន្លានិងសម្អាតផ្ទះសម្បែងឲ្យបានស្អាតស៊ីណាតនិងអ៊ំសំបានរៀបចំដាំបាយនិងធ្វើម្ហូបយ៉ាងឆ្ងាញ់ដើម្បីទទួលទានជុំគ្នាជាការអបអរសាទរដែលគ្រួសារបានរួចផុតពីគ្រោះថ្នាក់មួយនេះមិនយូរប៉ុន្មានដំណឹងអំពីការបង្ក្រាបអាបដ៏កាចសាហាវនេះក៏បានលេចលឺសុសសាយពេញភូមិនិងភូមិផ្សេងផងដែរអ្នកភូមិជិតខាងដែលធ្លាប់តែបិទទ្វារសម្ងំក្នុងផ្ទះបានចាប់ផ្ដើមហ៊ានចេញមកខាងក្រៅពួកគេនាំគ្នាមកសាកសួរហើយអ្នកភូមិម្នាក់ពិតសរសើរពីភាពក្លាហានរបស់បងសៅនិងជាពិសេសគឺសមត្ថភាពដ៏អស្ចារ្យរបស់បងមានពូផុនដែលជាអ្នកជិតខាងបាននិយាយទាំងកោតសរសើរថាពិតជាបុណ្យសំណាងរបស់ភូមិយើងណាស់ដែលបានជួបក្មួយមានបើកុំតែបានក្មួយមិនដឹងថាពួកយើងត្រូវរស់នៅដោយភាពភ័យខ្លាចដល់ពេលណាទេបងមានគ្រាន់តែលើកដៃសំពះតវិញដោយសុភាពរាបសារ
គាត់មិនបានចាត់ទុកខ្លួនឯងជាវីរៈបុរសអ្វីនោះទេសម្រាប់គាត់នេះគឺជាទូនាទីរបស់អ្នកចេះវិជ្ជាអាគមដែលត្រូវជួយអ្នកទុនខ្សោយតាមបណ្ដាំរបស់លោកគ្រូតានាទឹកដីភ្នំក្រវាញបន្ទាប់ពីពិសាបាយព្រឹករួចរាល់បងមានបានសុំការអនុញ្ញាតចូលទៅមើលរំចង់បន្តិចគាត់បានយកអំបោះពណ៌ក្រហមមួយខ្សែដែលគាត់បានសូត្របាលីរួចទៅចងដៃឲ្យរំចង់បងមាននិយាយថាបងស្រីខ្សែអំបោះនេះនឹងជួយការពារបងនិងកូនក្នុងផ្ទៃបានសូមបងរក្សាចិត្តឲ្យសប្បាយកុំគិតច្រើនពីហេតុការណ៍ដែលបានកើតឡើងអីកូនរបស់បងនឹងកើតមកមានសុខភាពល្អនិងជាក្មេងដែលមានបុណ្យវាសនាមិនខានឡើយរំចង់លើកដៃសំពះអរគុណបងមានទាំងទឹកភ្នែកដោយនិយាយថាអរគុណបងណាស់ខ្ញុំនិងបងសៅនឹងមិនភ្លេចគុណរបស់បងឡើយមួយជាតិនេះខណៈគ្រប់គ្នាកំពុងត្រេកអរស៊ីណាតក៏ហាក់រំភើបដោយអារម្មណ៍ចម្លែកមិនដឹងថាមកពីអ្វីឲ្យប្រកបហើយចេះតែលួចសម្លឹងមើលទៅបងមានត្បិតកំឡោះវ័យក្មេងម្នាក់នេះបានមកជួយសង្គ្រោះគ្រួសាររបស់ខ្លួនពេលកំពុងជួបបញ្ហានៅពេលថ្ងៃត្រង់ឈានចូលមកដល់បងមានក៏បានរៀបចំខ្លួនដើម្បីបន្តដំណើរដោយមិនអាចនៅបង្អង់យូរទៀតឡើយត្បិតចិត្តពិតនឹករលឹកដល់អ្នកមានគុណយ៉ាងខ្លាំងមុននឹងចាកចេញគាត់ក៏បានផ្សំថ្នាំមួយចំនួនធំដែលគាត់បានឆ្លៀតពេលកាប់យកមកជាមួយនឹងបងសៅកាលពីយប់មិញនិងបានឲ្យស៊ីណាតយកទៅដាក់ហាលនិងប្រាប់ពីរបៀបយកទៅដាំទឹកនិងរូបមន្តផ្សេងទៀតសម្រាប់ឲ្យអ្នកភូមិដែលត្រូវបានអាបនោះយាយីយកទៅដាំទឹកហូបចុះមិនយូរបងមានក៏បានលើកស្ពាយថង់យាមនិងក្រមាដែលស៊ីណាតបានឲ្យកាលពីម្សិលមិញប្រុងនឹងចាកចេញពីភូមិនេះអ៊ំចាន់និងគ្រួសារពិតមានចិត្តអាឡោះអាល័យយ៉ាងខ្លាំងពួកគាត់ចង់ឲ្យបងមានស្នាក់នៅទីនេះបន្តទៀតឬរស់នៅជាមួយពួកគាត់ឲ្យបានយូរជាងនេះតែគាត់ក៏ពិតមានគ្រួសារដែលត្រូវទៅជួបអញ្ចឹងមានតែបណ្ដោយតាមតែយថាកម្មចុះបើពិតជាមាននិស្ស័យនោះប្រកាសជានឹងជួបគ្នាវិញមិនខានឡើយនៅពេលណាមួយអ៊ំចាន់ក៏បាននិយាយអង្វរថាក្មួយមានក្មួយនៅទីនេះសិនចុះអ៊ំចាត់ទុកក្មួយដូចជាកូនបង្កើតទៅហើយក្មួយមិនមានសាច់ញាតិនៅទីនេះទេតើក្មួយនឹងទៅណាទៀតបងមានញញឹមហើយចាប់ដៃអ៊ំចាន់យ៉ាងណែនរួចក៏និយាយថាអរគុណណាស់លោកអ៊ំនិងអ្នកទាំងអស់គ្នាដែលមានចិត្តមេត្តាដល់ខ្ញុំប៉ុន្តែដោយខ្ញុំបានជម្រាបលោកអ៊ំហើយខ្ញុំមានភារកិច្ចដែលត្រូវស្វែងរកឪពុកម្ដាយនិងបងប្អូនរបស់ខ្ញុំដែលបានបែកគ្នាតាំងពីសម័យសង្គ្រាមមកខ្ញុំមិនអាចនៅទីនេះយូរបានទៀតទេដរាបណាខ្ញុំមិនទាន់ដឹងដំណឹងរបស់ពួកគាត់ស៊ីណាតដែលឈរនៅក្បែរនោះមានទឹកមុខស្រពាប់ស្រពោនជាងគេនាងលួចសម្លឹងមើលមុខបងមានម្ដងហើយម្ដងទៀតដោយចិត្តពិតអាល័យស្រណោះយ៉ាងខ្លាំងមិនដឹងថាមកពីអ្វីប្រកបឡើយទោះបីជាបានស្គាល់គ្នាត្រឹមរយៈពេលខ្លីប៉ុន្តែចរិតដ៏ល្អនិងទឹកចិត្តចេះជួយអ្នកដទៃរបស់បរិសម្នាក់នេះបានធ្វើឲ្យនាងលួចលាក់ចិត្តអាណិតស្រឡាញ់លើរូបគេយ៉ាងខ្លាំងតែក៏មិនដឹងថាត្រូវនិយាយបែបណាឡើយបើខ្លួនគឺជាមនុស្សស្រីចំណែកឯបងមានក៏បានលួចទៅមើលមុខស៊ីណាតនិងក៏ពិតមានចិត្តទៅលើនាងដែរគឺតាំងតែពីថ្ងៃទទួលបានបាយហូបនោះមកម្លេះតែក៏មិនដឹងថាត្រូវនិយាយយ៉ាងណាត្បិតគាត់ក៏ទើបតែបានមកដល់ទីនេះនិងមានភារកិច្ចត្រូវបំពេញជាចាំបាច់ដោយមិនអាចគិតរឿងស្នេហាជាធំបានឡើយនៅពេលនេះអ៊ំសំបានរៀបចំការុងតូចមួយដែលមានទាំងអង្ករត្រីងៀតនិងប្រហុកព្រមទាំងប្រាក់មួយចំនួនដែលគាត់និងអ្នកភូមិបានរៃគ្នារួចក៏ហុចទៅឲ្យបងមានអ៊ំសំនិយាយថានេះជាទឹកចិត្តបន្តិចបន្តួចរបស់អ៊ំនិងអ្នកភូមិបានរៃគ្នាក្មួយយកទុកគ្រាន់ធ្វើជាស្បៀងតាមផ្លូវចុះសូមឲ្យក្មួយធ្វើដំណើរប្រកបដោយសុវត្ថិភាព
នឹងឆាប់បានជួបជុំគ្រួសារវិញណាបងមានបានទទួលយកការងនោះតែមិនបានទទួលយកប្រាក់នោះឡើយដោយនិយាយថាទុកគួចដៃឲ្យក្មួយប្រុសទៅចុះរួចក៏បានលុតជង្គង់សំពះលាអ៊ំច័ន្ទនិងអ៊ំសំ3ដងដូចជាកូនលាឪពុកម្ដាយត្បិតបាយមួយពេលថ្ងៃមុនគឺពិតជាមហាគុណដ៏ធំធេងណាស់បន្ទាប់មកគាត់ក៏ងាកមកលាបងសៅរំចង់និងបងអង្គយូរបន្តិចត្រឹមស៊ីណាតដោយចិត្តអាល័យបងសៅក៏បាននិយាយថាប្អូនមានបើថ្ងៃក្រោយប្អូនបានរកគ្រួសារឃើញឬយ៉ាងណាក្តីសូមប្អូនកុំភ្លេចត្រឡប់មកលេងពួកយើងផងផ្ទះនេះពិតស្វាគមន៍ប្អូនជានិច្ចបងមានក៏ងក់ក្បាលរួចនិយាយថាបាទបងបើមាននិស្ស័យខ្ញុំនឹងត្រឡប់មកវិញសូមបងថែរក្សាបងស្រីនិងក្មួយឲ្យបានល្អផងណាបន្ទាប់ពីការលាគ្នាដ៏កក់ក្ដៅបងមានក៏បានចាប់ផ្ដើមបោះជំហានចេញពីផ្ទះរបស់អ៊ំច័ន្ទគាត់ដើរតម្រង់ទៅរកផ្លូវលំចាក់ចេញពីភូមិឆ្ពោះទៅកាន់ទិសខាងត្បូងទៅកាន់ភូមិបឹងកំផុងដែលជាភូមិកំណើតអ្នកភូមិជាច្រើនបានចេញមកឈរមើលដំណើររបស់គាត់រហូតដល់គាត់ដើរផុតពីភ្នែកផ្លូវលំគ្រោះក្រហមពោពេញទៅដោយក្រឡុកតូចធំដែលសេសសល់ពីសម័យសង្គ្រាមនិងការខូចខាតដោយសារទឹកភ្លៀងហូរកាត់ផ្ដាច់ផ្លូវជាកន្លែងដែលមិនទាន់ទទួលបានការអភិវឌ្ឍនៅសងខាងផ្លូវវាលស្រែពណ៌បៃតងលាតសន្ធឹងដាច់កន្ទុយភ្នែកឆ្លាស់គ្នាជាមួយនឹងដើមត្នោតដែលដុះខ្ពស់ត្រដែតហាក់ដូចជាឆ្មាំការពារទឹកដីទោះបីជាធម្មជាតិមានសម្រស់ស្រស់បំព្រងយ៉ាងណាក្តីប៉ុន្តែស្នាមរបួសនៃសង្គ្រាមនៅតែមាននៅឡើយដូចជាអតីតលេនដ្ឋានចាស់ៗដែលដុះស្មៅគ្របចិត្តឬក៏សម្បកគ្រាប់ដែលក្មេងៗគង់វាលគោឬយកមកលេងដំណើររបស់បងមានមិនមែនជារឿងងាយស្រួលឡើយគាត់ត្រូវដើរកាត់ព្រៃឆ្លងស្ទឹងនិងដេកសម្រាកនៅតាមវត្តអារាមឬសាលាឆទាននៅតាមផ្លូវដោយពេលខ្លះក៏ត្រូវហូបបាយវត្តក្នុងចិត្តរបស់គាត់ពិតពោពេញទៅដោយកង្វល់និងចិត្តអន្ទះសារមិនដឹងថាតើឪពុកម្ដាយនិងបងរបស់គាត់នៅរស់ឬទេឬមួយក៏ភូមិកំណើតរបស់គាត់ខ្លាចជាវាលស្មៅទៅហើយសំណួរទាំងនេះបានដកជាប់ក្នុងចិត្តរបស់គាត់ជំរុញឲ្យជើងទាំងពីររបស់គាត់បន្តដើរទៅមុខមិនឈប់ទោះបីជាមានការនឿយហត់យ៉ាងណាក៏ដោយ3ថ្ងៃក្រោយមកនាពេលរសៀលដែលព្រះអាទិត្យចាប់ផ្ដើមបញ្ចេញរស្មីពណ៌លឿងទុំបងមានបានមកដល់ផ្លូវបំបែកចូលទៅកាន់ភូមិបឹងកំផុងដែលជាភូមិកំណើតរបស់គាត់បេះដូងរបស់គាត់ចាប់ផ្ដើមលូតញាប់ខុសពីធម្មតាគាត់ចងចាំដើមពោធិ៍ធំមួយដើមដែលដុះនៅក្បែរផ្លូវចូលភូមិដែលកាលពីក្មេងគាត់និងមិត្តភ័ក្តិតែងតែមកលេងនៅទីនោះពេលនេះវានៅតែឈរយ៉ាងរឹងមាំប៉ុន្តែវាមានសភាពចាស់ជាងមុនហើយមេឃខ្លះក៏ត្រូវបានគេកាប់ចេញផងដែរពេលដែលគាត់ដើរចូលដល់ក្នុងភូមិភាពស្ងប់ស្ងាត់បានចូលមកស្វាគមន៍ផ្ទះខ្លះដែលគាត់នៅចាំពេលនេះបានបាត់រូបរាងសូន្យឈឹងនៅសល់តែសសរឈរត្រឹងផ្ទះខ្លះទៀតគឺជាផ្ទះទើបនឹងសង់ថ្មីមានខ្លះធ្វើពីស្លឹកត្នោតនិងឫស្សីអ្នកភូមិមួយចំនួន
កំពុងធ្វើកិច្ចការនៅខាងមុខផ្ទះខ្លះបូតសណ្ដែកខ្លះកំពុងដេរមុងខ្នើយពួកគេសម្លឹងមកបងមានក្នុងកែវភ្នែកចម្លែកនិងហាក់ងឿឆ្ងល់យ៉ាងខ្លាំងត្បិតគាត់មានស្ពាយថង់យាមនិងមានទឹកមុខស្រពាប់ស្រពោនយ៉ាងខ្លាំងបងមានបានដើរទៅជិតរោងតូចមួយដែលមានលោកតាចាស់ម្នាក់សក់ស្កូវកំពុងអង្គុយត្បិតឫស្សីធ្វើកញ្ជើលោកតានោះភ្នែកគាត់ស្រវាំងបន្តិចទៅហើយដៃរបស់គាត់ក៏ចាប់ជ្រាបជ្រួញនិងរញីរញ័របន្តិចដែរបងមានបានដាក់ថង់យាមចុះលើកដៃសំពះជាការគោរពនិងបានសួរថាជំរាបសួរលោកតាសូមទោសដែលរំខានតើទីនេះគឺពិតជាភូមិបឹងកំផុងមែនទេតាលោកតាចាស់នោះបានងើបមុខសម្លឹងមើលទៅបងមានដោយព្យាយាមបើកភ្នែកមើលឲ្យច្បាស់គាត់ដាក់កំបិតចុះហើយឆ្លើយដោយសំឡេងញ័រថាត្រូវហើយចៅនេះគឺភូមិបឹងកំផុងហើយចុះចៅមកពីណាបើមើលទៅមិនមែនជាអ្នកស្រុកនេះទេបងមានដកដង្ហើមធំមួយសន្ទុះទប់អារម្មណ៍ដែលកំពុងតែរំជួលបងមានក៏បានឆ្លើយថាបាទលោកតាខ្ញុំបាទបែកពីស្រុកនេះតាំងពីពេលជំនះប្រជាជនឆ្នាំ75មកម្លេះខ្ញុំគឺជាកូនរបស់ពូម៉ាននិងមីងមុំដែលផ្ទះកាលនោះនៅក្បែរដើមស្វាយធំមួយដើមនៅខាងជើងវត្តណាតាគ្រាន់តែបានឮឈ្មោះពូម៉ាននិងមីងមុំភ្លាមលោកតាចាស់នោះស្រាប់តែបើកភ្នែកធំគាត់ស្ទុះក្រោកឈរទាំងញ័រជើងហើយដើរមកកាន់ដៃបងមានជាប់គាត់សម្លឹងមើលមុខបងមានពីលើដល់ក្រោមហាក់ដូចជាកំពុងសង្កេតមើលមុខមនុស្សដែលគាត់ធ្លាប់ស្គាល់លោកតានិយាយទាំងភ្ញាក់ផ្អើលថាពុទ្ធោនេះគឺអាមានមែនទេឯងគឺអាមានកូនក្មួយម៉ានមែនទេបងមានងក់ក្បាលទាំងទឹកភ្នែករលីងរលោងបងមានឆ្លើយមិនចាំយូរថាបាទលោកតាគឺខ្ញុំនឹងហើយលោកតាចាស់នោះបានស្ទុះទៅអោបបងមានហើយស្រាប់តែបានស្រែកទ្រហោយំយ៉ាងខ្លាំងដោយចិត្តរំភើបអរគាត់គឺជាតាព្រំដែលជាសាច់ញាតិជិតស្និទ្ធរបស់ឪពុកបងមានដែរកាលពីសម័យមុនសំឡេងយំរបស់គាត់បានធ្វើឲ្យអ្នកភូមិជិតខាង2-3នាក់រត់មកមើលដោយការភ្ញាក់ផ្អើលតាព្រំនិយាយទាំងទឹកភ្នែកថាអូចៅហើយតាស្មានថាឯងស្លាប់បាត់ទៅហើយបាត់ទៅយូរឆ្នាំណាស់ទើបតែមកឃើញមុខពេលនេះឪពុកម្ដាយឯងពួកវាគ្រាន់តែឮសំដីរអាក់រអួលរបស់តាព្រំបេះដូងរបស់បងមានហាក់ដូចជាត្រូវគេយកកំបិតមកចាក់គាត់ដឹងចម្លើយរួចទៅហើយប៉ុន្តែគាត់នៅតែចង់ឮការពិតថានឹងមានរឿងអ្វីកើតឡើងឲ្យប្រកបបងមានសួរទាំងសំឡេងខ្សៅថាពុកម៉ែនិងបងខ្ញុំយ៉ាងម៉េចទៅហើយលោកតាព្រំជូតទឹកភ្នែកដោយក្រមាដែលនៅជាប់ករួចនិយាយទាំងក្តុកក្តួលថាកាលពីសម័យនោះគេបានយកឪពុកម្ដាយនិងបងរបស់ឯងទៅរៀនសូត្រនៅឆ្ងាយហើយមិនដែលឃើញត្រឡប់មកវិញទេចំណែកឯផ្ទះសម្បែងរបស់ឯងក៏ត្រូវបានគេរុះរើយកទៅធ្វើរោងបាយសហករណ៍អស់ទៅហើយបងមានលឺហើយក៏ទន់ជង្គង់ដួលទៅលើដីទោះបីជាគាត់ជាមនុស្សរឹងមាំជាគ្រូអាគមដែលធ្លាប់ប្រយុទ្ធនឹងសត្វសាហាវនិងប្រលឹងខ្មោចក៏ដោយប៉ុន្តែនៅចំពោះមុខដំណឹងដ៏សោកសៅនៃគ្រួសារគាត់គ្រាន់តែជាកូនប្រុសកំសត់ម្នាក់ប៉ុណ្ណោះទឹកភ្នែកកូនប្រុសបានហូរចុះមកកាត់ថ្ពាល់ដែលស្រអាប់ដោយកម្ដៅថ្ងៃក្តីសង្ឃឹមដែលគាត់ខំថែរក្សារាប់ឆ្នាំនៅជួរភ្នំក្រវាញពេលនេះបានរលាយសាបសូន្យអស់ទៅហើយអ្នកភូមិដែលមកចំរួមមើលក៏មានចិត្តអាណិតអាសូរជាពន់ពេកអ្នកខ្លះជាចាស់ទុំដែលធ្លាប់ស្គាល់ឪពុកម្ដាយរបស់គាត់បានចូលមកលួងលោមនិងសួរនាំម្នាក់សុទ្ធតែមានរឿងរ៉ាវឈឺចាប់រៀងខ្លួនកាលពីសម័យកាលនោះដូច្នេះពួកគេយល់ច្បាស់ណាស់នៅអារម្មណ៍របស់បងមានពេលនេះ
ក្រោយពីបានសម្រួលអារម្មណ៍បន្តិចតាព្រំបាននាំបងមានទៅកាន់ទីតាំងដែលធ្លាប់ជាផ្ទះរបស់គាត់នៅទីនោះពេលនេះគឺគ្រាន់តែជាដីវាលដែលមានដុះស្មៅទ្រុបទ្រុលដើមស្វាយធំដែលគាត់ធ្លាប់ឡើងលេងកាលពីក្មេងឥឡូវនៅសល់តែគល់ដែលត្រូវគេកាប់យកទៅធ្វើអុសអ្វីដែលនៅសេសសល់មានតែអំបែងក្បឿងចាស់ចាស់ដែលកប់នៅក្នុងដីប៉ុណ្ណោះបងមានដើរចូលទៅកណ្ដាលដីនោះគាត់លុតជង្គង់ចុះយកដៃចាប់ដីដែលធ្លាប់ជាកន្លែងដែលគាត់រត់លេងគាត់យកកាំបិតមកកាប់ឆ្កាស្មៅនៅត្រង់កន្លែងដែលគាត់គិតថាជាទីតាំងសសរទ្រូងផ្ទះគាត់បានយកធូប3សរសៃដែលគាត់តែងតែដាក់តាមខ្លួនមកអុជបួងសួងដល់វិញ្ញាណក្ខន្ធឪពុកម្ដាយនិងបងមាននិយាយសឹកទៅដីថាពុកម៉ែបងកូនត្រឡប់មកវិញហើយកូនសុំទោសដែលកូនមកយឺតពេលកូនមិនបាននៅមើលថែពុកម៉ែក្នុងគ្រាលំបាកសូមពុកម៉ែទៅកាន់សុគតិភពចុះកូនសន្យាថាកូននឹងរស់នៅជាមនុស្សល្អប្រើវិជ្ជាដែលកូនចេះដើម្បីជួយអ្នកដទៃនិងធ្វើបុណ្យឧទ្ទិសកុសលជូនពុកម៉ែនិងបងជារៀងរាល់ថ្ងៃសិលយប់នោះបងមានមិនបានទៅសម្រាកនៅផ្ទះតាព្រំទេគាត់សុំស្នាក់នៅសាលាឆទានក្នុងវត្តដែលនៅក្បែរនឹងដីចាស់របស់គាត់ចង់នៅក្បែរអនុស្សាវរីយ៍របស់ឪពុកម្ដាយនិងបងឲ្យបានយូរបន្តិចនៅក្រោមពន្លឺភ្លើងទៀនគាត់បានអង្គុយសមាធិផ្សាយមេត្តាដល់អ្នកដែលបានចែកឋានទៅក្នុងរយៈពេល 2-3 ខែមកនេះក្រោយពីអាចធ្វើចិត្តបានច្រើនក្នុងចិត្តរបស់គាត់ក៏បានចាប់ផ្ដើមគិតពីអនាគតវិញគាត់គ្មានផ្ទះគ្មានគ្រួសារគ្មានទ្រព្យសម្បត្តិប៉ុន្តែគាត់មានវិជ្ជានិងមានបេះដូងដែលចង់ជួយអ្នកដទៃនៅព្រឹកមួយគ្រាន់តែអ្នកភូមិបានដឹងថាបងមានចេះវិជ្ជាមើលជំងឺនិងស្ដោះផ្លុំពួកគេខ្លះមានជំងឺឈឺថ្កាត់រ៉ាំរ៉ៃឬត្រូវអំពើគេបាននាំគ្នាមកសុំឲ្យគាត់ជួយមើលបងមានមិនបានបដិសេធឡើយគាត់បានប្រើថ្នាំបុរាណដែលគាត់បានផ្សំនិងវិជ្ជាដែលរៀនពីលោកគ្រូតាមកព្យាបាលអ្នកភូមិដល់បានជាសះស្បើយដោយមិនយកកម្រៃអ្វីក្រៅពីបាយទឹកនិងការជួយសាងសង់ខ្ទមតូចមួយនៅលើដីចាស់របស់គាត់ឡើយថ្ងៃមួយខណៈដែលគាត់កំពុងតែហាលថ្នាំនៅមុខខ្ទមថ្មីរបស់គាត់តាព្រំបានដើរមកលេងជាមួយនឹងក្មេងប្រុសម្នាក់តាព្រំនិយាយថាអាមានឯងពិតជាដូចឪពុកឯងណាវាជាមនុស្សចិត្តល្អចូលចិត្តជួយគេបើគាត់ដឹងថាឯងបានក្លាយជាមនុស្សល្អបែបនេះទាំងវ័យក្មេងវាប្រកាសជាសប្បាយចិត្តមិនខានឡើយបងមានញញឹមហើយឆ្លើយថាខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលខ្ញុំអាចធ្វើបានទេលោកតាជីវិតខ្ញុំដែលនៅសល់គឺដើម្បីសងគុណដីកំណើតនេះហើយតាព្រំក៏សួរមួយឃ្លាដែលធ្វើឲ្យបងមាននឹកឃើញដល់អតីតកាលថ្មីនេះថាចុះចៅឯងមិនគិតគូររឿងប្រពន្ធកូនទេអីអាយុក៏សមល្មមហើយណាគួរតែរកប្រពន្ធម្នាក់មកជួយមើលថែបានជាគ្នាមកនៅភូមិយើងមានក្រមុំស្អាតនិងល្អច្រើនណាស់បើឯងចង់បានចាំតាជួយសួរនាំឲ្យបងមានស្រាប់តែនឹកឃើញដល់មុខរបស់ស៊ីណាតនារីវ័យក្មេងដែលមានចិត្តល្អនិងសមសួនដែលគាត់បានជួបដោយចៃដន្យនោះរូបភាពនាងដែលឈរលាគាត់ទាំងភ្នែកស្រពាប់ស្រពួនបានផុសឡើងក្នុងចិត្តតើនាងសុខទុក្ខយ៉ាងណាទៅហើយតើនាងបានរៀបការហើយឬនៅចិត្តមួយចង់ទៅរកនាងប៉ុន្តែចិត្តមួយទៀតគិតថាខ្លួននៅក្រីក្រតើមានអ្វីទៅចូលស្ដីដណ្ដឹងនាងទៅបងមានឆ្លើយតបលោកតាដោយដកដង្ហើមធំថារឿងនោះតាមតែនិស្ស័យចុះលោកតាពេលនេះខ្ញុំចង់កសាងជីវិតនៅទីនេះឲ្យបានរឹងមាំសិនលោកតាក៏មិនបានបង្ខិតបង្ខំគាត់ដែរត្បិតគ្នាទើបតែត្រឡប់មកស្រុកវិញអញ្ចឹងមានតែបណ្ដោយតាមនោះសិនចុះពន្លឺព្រះអាទិត្យរះខ្ពស់ចុងដងបងមានបន្តការងារកាប់ថ្នាំរបស់គាត់ដោយចិត្តស្ងប់
គាត់លែងជាក្មេងកំព្រាដែលវង្វេងផ្លូវទៀតហើយពេលនេះគាត់គឺជាគ្រូមានដែលជាទីពឹងរបស់អ្នកភូមិបឹងកំផុងនិងភូមិផ្សេងៗទៀតដែលត្រូវការពេលវេលាបានកន្លងផុតទៅប្រហែលជាកន្លះឆ្នាំហើយចាប់តាំងពីបងមានបានមកដល់ភូមិបឹងកំផុងនេះក្រោមការជួយជ្រោមជ្រែងរបស់គាត់អ្នកភូមិជាច្រើនបានរួចផុតពីជំងឺដំកាត់និងអំពើផ្លូវងងឹតផ្សេងធ្វើឲ្យគេឈ្មោះរបស់គ្រូមានល្បីសុសសាយទៅដល់ភូមិផងរបងជាមួយទោះបីជាការងារមកមានញឹកយ៉ាងណាក៏បងមាននៅតែមិនភ្លេចឆ្លៀតពេលដាំបន្លែបង្ការនៅជុំវិញខ្ទមនិងអុជធូបសុំសេចក្តីសុខនិងសុំឲ្យវិញ្ញាណក្ខន្ធរបស់ឪពុកម្ដាយនិងបងឲ្យបានទៅកាន់សុគតិភពជារៀងរាល់ពេលថ្ងៃសិលនារសៀលមួយនៃខែចែកដែលជាខែប្រាំងក្តៅហែងដីស្រែប្រែជាប្រេះក្រហែងឯស្លឹកឈើក៏ប្រែពណ៌រុះរោយពេញដីនៅឯចុងភូមិខាងកើតមានទួលមួយដែលអ្នកភូមិហៅថាទួលត្រពាំងខ្ទុំទួលនេះមានដើមឈើធំមួយដើមនិងមានគុម្ពព្រៃបន្លាមិនសូវមាននរណាហ៊ានទៅក្បែរឡើយព្រោះចាស់តែងតែហាមប្រាមថាជាកន្លែងកាចសាហាវប៉ុន្តែដោយសារតែភាពក្រីក្រនិងតម្រូវការដីចំការបន្ថែមពូពុតដែលជាបុរសវ័យប្រហែលជា45ឆ្នាំជាអ្នកភូមិដែលមានចរិតស្លូតបូតបានសម្រេចចិត្តទៅកាប់ឆ្ការព្រៃនៅខាងលើទួលនោះដើម្បីពង្រីកដីដាំពោតពូពុតកំពុងលើកជាប់កាប់ដីយ៉ាងខ្លាំងញើសហូរចូលខ្នងសំឡេងជាប់ប៉ះនឹងដីរឹងលាន់ឬសូផោជាប់របស់គាត់ស្រាប់តែទៅប៉ះនឹងវត្ថុអ្វីម្យ៉ាងនៅខាងក្នុងដីពូពុតក៏ឈប់ហើយយកក្រមាជូតញើសរួចរអ៊ូតិចថាស្អីគេនឹងដោយការចង់ដឹងពូពុតក៏បានបន្តជីកកកាយដីនោះចេញយ៉ាងប្រញាប់មិនយូរប៉ុន្មានគាត់ក៏បានឃើញនៅវត្ថុមួយដែលមានរាងដូចជាក្អមតូចមួយធ្វើពីដីឥដ្ឋខ្មៅរលោងតែមានឆ្លាក់ក្បាច់ចម្លែកដែលមើលទៅគួរឲ្យព្រឺក្បាលមាត់ក្អមត្រូវបានបិទជិតដោយក្រណាត់ពណ៌ក្រហមដែលប្រែពណ៌ទៅជាជាំខ្មៅដោយសារកប់ក្នុងដីយូរឆ្នាំពូពុតលើកក្អមនោះឡើងមកពិនិត្យមើលគាត់មានអារម្មណ៍ថាក្អមនេះត្រជាក់ស្រេបទាំងដែលអាកាសធាតុកំពុងក្តៅហែងពូពុតនិយាយទាំងអរភ័យថារបស់បុរាណហើយមើលទៅបើលក់ប្រហែលជាបានថ្លៃហើយមិនបងអង្គយូរដោយគិតថាខាងក្នុងអាចនឹងមានមាសប្រាក់ពូពុតក៏បានយកកាំបិតផ្គាក់មកគោះក្រណាត់ក្រហមនិងមាត់ក្អមនោះចេញគ្រាន់តែយកក្រណាត់ក្រហមចេញភ្លាមខ្យល់ពណ៌ខ្មៅមួយដុំបានភាយចេញមកក្រៅយ៉ាងខ្លាំងដូចជាផ្សែងអាប់អមដោយក្លិនស្អុយលាយឡំក្លិនធូបដែលធ្វើឲ្យពូពុតចាប់វិលមុខពូពុតស្រែកដោយការភ្ញាក់ផ្អើលថាហាស្អីគេនឹងផ្សែងខ្មៅនោះមិនបានរសាត់បាត់ទៅណាទេតែវាបានបត់បែនទៅមកដូចជាសត្វពស់រួចក៏ហោះចូលទៅក្នុងច្រមុះនិងមាត់របស់ពូពុតមួយរំពេចពូពុតបើកភ្នែកសស្លែតដៃជើងកន្ត្រាក់រួចក៏ដួលសន្លប់ស្ដោកស្ដឹងនៅក្បែររណ្ដៅដីនោះក្អមដែលនៅក្នុងដៃក៏ធ្លាក់ទៅដីបែកជាបំណែកតូចមេឃដែលកំពុងតែមានពន្លឺថ្ងៃជញ្ចាចស្រាប់តែប្រែជាខ្មៅងងឹតបន្តិចម្ដងហ្វូងសត្វក្អែកដែលទុំនៅលើដើមឈើក្បែរនោះបានហើរចេញព្រមទាំងស្រែកយំខ្វាក់ហាក់ដូចជាកំពុងនាំដំណឹងអាក្រក់មកលុះដល់ពេលល្ងាចដែលបាត់មិនឃើញប្តីត្រឡប់ទៅផ្ទះហូបបាយប្រពន្ធរបស់ពូពុតឈ្មោះមីងធីក៏បានដើរទៅរកនៅឯចំការពេលទៅដល់គាត់ឃើញប្តីដេកសន្លប់នៅនឹងដីគាត់ស្ទុះទៅអង្រួនប្តីទាំងភ័យស្លន់ស្លោមីងធីស្រែកហៅថាបងពុតបងកើតអីនឹងបង
ពុពុតបានបើកភ្នែកឡើងយឺតប៉ុន្តែភ្នែករបស់គាត់មិនមែនជាភ្នែកធម្មតាទៀតទេវាមានសភាពក្រហមងាំងហើយសម្លឹងមើលមុខប្រពន្ធដោយកែវភ្នែកដ៏កាចសាហាវគាត់មិនបាននិយាយអ្វីទាំងអស់គ្រាន់តែក្រោកឈរឡើងហើយដើរតម្រង់ទៅផ្ទះដោយដំណើររឹងថ្មឹងដូចមិនមែនជាមនុស្សឡើយយប់នោះភាពភ័យរន្ធត់ក៏បានចាប់ផ្ដើមនៅផ្ទះរបស់ពូពុតមានឮសំឡេងស្រែកធ្ងរនិងសំឡេងបោកប្រាស់កំទេចរបស់របរពេញផ្ទះមីងធីបានរត់ចេញមកខាងក្រៅទាំងទឹកភ្នែកហើយស្រែកហៅអ្នកជិតខាងឲ្យជួយថាជួយផងបងប្អូនបងពុតគាត់កើតអីមិនដឹងទេគាត់ប្រកាច់ហើយនិយាយភាសាស្អីស្ដាប់មិនបានទេគាត់ថែមទាំងចង់សម្លាប់ខ្ញុំទៀតផងអ្នកភូមិជាច្រើនរួមទាំងតាព្រំផងបាននាំគ្នារត់ទៅមើលពួកគេឃើញពូពុតកំពុងអង្គុយច្រហោងនៅលើធ្នឹមផ្ទះបើកភ្នែកក្រឡោតសម្លឹងមកមើលពួកគេគាត់សើចក្អកក្អឹកសម្លេងធំក្រឡដែលមិនមែនជាសម្លេងរបស់គាត់ឡើយតាព្រំដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវច្រើនបាននិយាយទៅកាន់អ្នកភូមិថានេះមិនមែនជាជំងឺធម្មតាទេវាច្បាស់ជាត្រូវខ្មោចចូលហើយឆាប់ទៅហៅគ្រូមានមកភ្លាមក្មេងប្រុសម្នាក់បានរត់យ៉ាងលឿនទៅកាន់ខ្ទមរបស់បងមានមួយសន្ទុះក្រោយមកបងមានក៏បានមកដល់ជាមួយនឹងថង់យាមស្វាជាប់ស្មាគ្រាន់តែឈានជើងដល់បរិវេណផ្ទះរបស់ពូពុតភ្លាមបងមានអារម្មណ៍ថាមានថាមពលអាក្រក់ដ៏ខ្លាំងក្លាមួយកំពុងគ្របដណ្ដប់ទីនេះវាខ្លាំងជាងអាបនៅភូមិរបស់អ៊ំច័ន្ទកាលពីកន្លះឆ្នាំមុនទៅទៀតនេះគឺជាវិញ្ញាណខ្មោចតៃហោងឬព្រាយបិសាចដែលត្រូវបានគេឃុំទុកយូរឆ្នាំមកហើយបងមានដើរចូលទៅជិតទ្វារផ្ទះខាងលើហើយសម្លឹងមើលទៅពូពុតដែលអង្គុយនៅលើធ្នឹមបងមាននិយាយដោយសម្លេងមើងម៉ាត់ថានរណានឹងហេតុអ្វីក៏មករំខានដល់អ្នកភូមិស្លូតត្រង់បែបនេះពូពុតបានងាកមកសម្លឹងមុខបងមានវាសើចចំអកហើយនិយាយដោយសម្លេងក្រឡថាឯងជាក្មេងមកពីណាឯងគិតថាឯងខ្លាំងមែនទេដីនោះជាដីរបស់អញនៅទីនោះរាប់រយឆ្នាំហើយអានេះវាហ៊ានមកកាប់គាស់ផ្ទះរបស់អញត្រូវតែយកជីវិតរបស់វាទៅធ្វើបរិវាររបស់អញឲ្យបានបងមានដឹងភ្លាមថានេះគឺជាវិញ្ញាណរបស់គ្រូអាគមខ្មៅឬអ្នកខ្លាំងពូកែពីសម័យមុនដែលបានស្លាប់ហើយវិញ្ញាណនៅកាចសាហាវត្រូវបានគេចាប់ដាក់ក្អមកប់ទុកបងមានក៏បានតបទៅវិញថាគេមិនបានដឹងទេគេធ្វើដោយគ្មានបំណងអ្វីទេសូមអ្នកដោះលែងគាត់ទៅហើយខ្ញុំនឹងធ្វើបុណ្យឧទ្ទិសកុសលជូនកុំសាងកម្មពៀតទៅទៀតអីវិញ្ញាណនោះស្រែកកំហុកថាអញមិនត្រូវការបុណ្យទេអញត្រូវការតែឈាមនិយាយចប់ពូពុតក៏បានលូតចុះពីលើធ្នឹមស្ទុះមករកបងមានយ៉ាងលឿនដៃទាំងពីរប្រុងនឹងច្របាច់កគាត់អ្នកភូមិក៏ចាប់ស្រែកឆោឡោដោយការភ័យខ្លាចបងមានមិនបានកិច្ចទៅណាទេគាត់ឈរថ្មឹងហើយសូត្របាលីអ្វីមិនដឹងយ៉ាងរហ័សនៅពេលដែលដៃរបស់ពូពុតជិតមកដល់ករបស់គាត់បងមានបានលើកដៃស្ដាំដែលកាន់ខ្សែកថាវាយទៅលើថ្ងាសរបស់ពូពុតថ្នមបងមានស្រែកថានមោពុទ្ធាយៈនមោពុទ្ធាយៈនមោពុទ្ធាយៈឆាប់ថយចេញភ្លាមទៅគ្រាន់តែប៉ះនឹងដៃបងមានពូពុតក៏ស្រែកដោយក្តីឈឺចាប់ហាក់ដូចជាត្រូវភ្លើងដុតហើយនឹងបានខ្ទាតទៅក្រោយបោកនឹងជញ្ជាំងផ្ទះលាន់ឬសូដឹបប៉ុន្តែវិញ្ញាណនោះរឹងរូសណាស់វាមិនព្រមចេញទៅណាទេពូពុតក្រោកឈរឡើងវិញភ្នែកកាន់តែក្រហមហើយលើកនេះគាត់បានចាប់ទាញកាំបិតផ្គាក់ដែលនៅក្បែរនោះមកកាន់បងមាននិយាយទៅកាន់អ្នកភូមិថាអ្នកទាំងអស់គ្នាជួយយកទឹកមួយធុងខាងក្រោមផ្ទះនោះមកហើយឆាប់ថយចេញឲ្យឆ្ងាយតាព្រំនិងអ្នកភូមិប្រញាប់ប្រញាល់រករបស់តាមការបង្គាប់បងមានដឹងថាការប្រើកម្លាំងបាយមិនអាចឈ្នះវាបានទេគាត់ត្រូវប្រើប្រាជ្ញានិងធម៌ត្រជាក់ខណៈដែលពូពុតកំពុងតែគ្រវីកាំបិតដេញកាប់បងមានបានគេចចេញយ៉ាងរហ័ស
ហើយបាច់អង្គអាគមទៅលើដីដើម្បីបង្កើតជារង្វង់អាគមការពារខ្លួនបងមាននិយាយថាយើងមិនចង់ធ្វើបាបឯងទេប៉ុន្តែបើឯងនៅតែរឹងទទឹងយើងនឹងបង្ខំចិត្តប្រើធម៌ក្តៅហើយវិញ្ញាណនោះសើចចំអកទៀតធម៌ក្តៅរបស់ឯងធ្វើស្អីអញមិនកើតទេវិជាឯងគ្រាន់តែវិជាកូនក្មេងប៉ុណ្ណោះពូពុតស្ទុះមកកាប់បងមានម្ដងទៀតលើកនេះបងមានបានដកកាំបិតអាគមតូចរបស់គាត់ចេញពីថង់យាមមកទប់ទល់នឹងកាំបិតផ្គាក់សំឡេងដែកប៉ះនឹងដែកលាន់លឺសូរឆាំងឆាំងព្រមទាំងមានបែកផ្កាភ្លើងផងដែរបងមានប្រើជើងធាក់ទៅលើដើមទ្រូងពូពុតធ្វើឲ្យគាត់ដួលផ្កាក្រោយទៀងឆ្លៀតឱកាសនោះបងមានស្ទុះទៅសង្កត់ពីលើហើយយកក្រណាត់យ័ន្តពណ៌សមួយផ្ទាំងទៅគ្របលើមុខរបស់ពូពុតភ្លាមបងមានសូត្របាលីខ្លាំងៗថាអិតិពិសោភគវាសូមបារមីគ្រូដើមគ្រូគាថាជួយកំចាត់មាចង្រៃនេះចេញពីរាងកាយមនុស្សនេះភ្លាមនៅក្រោមក្រណាត់យ័ន្តពូពុតរើបំរាស់យ៉ាងខ្លាំងស្រែកធ្ងោដូចជាសត្វផ្សែងពណ៌ខ្មៅចាប់ផ្ដើមហុយចេញពីត្រចៀកនិងច្រមុះរបស់គាត់ផ្ទះទាំងមូលចាប់រង្គើញ័រដោយមានខ្យល់ព្យុះបោកបក់ទោះបីជាខាងក្រៅស្ងប់ស្ងាត់យ៉ាងណាក៏ដោយមីងធីស្រែកយំសំពះអង្វរថាជួយប្តីខ្ញុំផងគ្រូកុំឲ្យគាត់កើតអីឲ្យសោះបងមានបន្តសូត្របាលីដោយមិនឈប់ញើសហូរពេញមុខមាត់គាត់ដឹងថាវិញ្ញាណនេះពិតជាខ្លាំងណាស់វាបានប្រមូលយកធម៌ពលមកច្រើនឆ្នាំហើយភ្លាមនោះបងមានបានស្រែកប្រាប់តាព្រំថាលោកតាឆាប់យកទឹកនោះមកជះមកលើគាត់មកតាព្រំយល់សាច់ការលើកធុងទឹកជះទៅលើពូពុតនិងបងមានដែលកំពុងប្រតែប្រតបគ្នាទឹកនោះគឺជាទឹកដែលបងមានបានបញ្ចូលអាគមរួចរាល់មុននឹងឡើងមកខាងលើផ្ទះគ្រាន់តែត្រូវទឹកភ្លាមផ្សែងខ្មៅនោះក៏ហុយទ្រលោមហើយវិញ្ញាណនោះស្រែកមួយទំហឹងថាក្តៅណាស់យើងឈឺណាស់យើងរៀងហើយឆាប់ដោះលែងយើងភ្លាមទៅផ្សែងខ្មៅនោះបានភាយចេញពីរាងកាយពូពុតហោះឡើងទៅលើដំបូលផ្ទះហើយក៏បានរលាយបាត់អស់គ្មានសល់ដោយអំណាចដ៏ខ្លាំងរបស់កូនសិស្សលោកគ្រូតាភ្នំក្រវាញពូពុតក៏ដេកសន្លប់ស្ដោកស្ដឹងលែងដឹងខ្លួនបងមានដកដង្ហើមធំដកក្រណាត់យន្តចេញហើយចាប់ជីបចោពូពុតមើលបងមានងាកមកប្រាប់មីងធីថាគាត់មិនអីទេមីងគ្រាន់តែសន្លប់ព្រោះអស់កម្លាំងព្រលឹងគាត់ខ្សោយណាស់ត្រូវការសម្រាកច្រើនថ្ងៃទៅបានធូរហើយយកថ្នាំនេះទៅដាំឲ្យគាត់ហូបចុះ1ទៅ2ថ្ងៃគាត់នឹងលែងអីហើយមីងអ្នកភូមិគ្រប់គ្នាដកដង្ហើមធូរទ្រូងតាព្រំចូលមកចាប់ស្មាបងមានតាព្រំនិយាយថាអស់ចាណាក្មួយបើមិនបានក្មួយទេមិនដឹងថាជាមានរឿងអ្វីនឹងកើតឡើងបន្តទៀតទេនៅក្នុងភូមិក្រោយពីព្រលឹងបិសាចត្រូវបានកំចាត់អស់ហើយបរិយាកាសក្នុងផ្ទះក៏ត្រឡប់មកជាប្រក្រតីវិញមីងធីស្ទុះទៅអោបប្តីទាំងទឹកភ្នែករលីងរលោងព្រមទាំងលើកដៃសំពះអរគុណបងមានមិនដាច់ពីមាត់ឡើយបងមានបានប្រាប់ឲ្យអ្នកភូមិជួយគ្រាពូពុតទៅសម្រាកនិងបានដាស់តឿនថាចាប់ពីពេលនេះទៅសូមបងប្អូនកុំអាទៅក្បែរទួលនោះអីចាំខ្ញុំទៅរៀបចំពិធីបិទសីមាការពារនៅថ្ងៃស្អែកដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកណាទៀតអ្នកភូមិបឹងកំផុងដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកកាន់តែមានជំនឿនិងគោរពស្រឡាញ់ចំពោះបងមានទ្វេដងបងមានបានដើរចុះពីលើផ្ទះវិញក្រោមពន្លឺព្រះច័ន្ទទោះបីជាគាត់មិនអាចជួបជុំបងប្អូននិងម៉ែពុករបស់គាត់យ៉ាងណាក៏ដោយប៉ុន្តែនៅពេលនេះគាត់មានអារម្មណ៍ថាអ្នកភូមិទាំងអស់នេះហើយគឺជាគ្រួសាររបស់គាត់ស្នាមញញឹមនៃក្តីសង្ឃឹមបានលេចឡើងនៅលើផ្ទៃមុខរបស់គាត់បានសម្លឹងមើលទៅលើមេឃហើយនឹកក្នុងចិត្តថាពុកម៉ែនិងបងមិនបាច់បារម្ភទេកូននឹងប្រើវិជានេះការពារដីកំណើតរបស់យើងឲ្យបានសុខសាន្តតទៅ